bởi dương cất chỉ lôi với mặt cung và hai chợ pram rồi riêng 500 រៀលទេ បាទនៅ500រៀលឬក៏ផ្ទៃដីទាំងមូលនេះបើចែកជា 10000 ក្រេទៅណា បាទ វាអស់ប្រហែលជាយើងនិយាយថា 50000 6 ដង 30 អញ្ចឹងវាអស់ 300000 ចឹង 300000 ក្នុងដីមហាតានេះយើងកើតជីមក 60%បើគិតជាលុយដែលយើងត្រូវទិញជីវាស្មើនឹង 4 គីឡូ 4 គីឡូ 4 គីឡូក្នុងមួយដើម 4 គីឡូក្នុង ក្នុងមួយដើម 4 គីឡូហើយយើងគុណនឹង 555 ដើមវិញទៅតើយើងធៀបជាមួយនឹង 300000 វិញគឺខុសគ្នាមេឃឯហ្នឹងដែរអានេះគឺចំណេញជីមួយហើយសំខាន់មួយទៀតគេហៅបើកបំពង់ទឹកជ័រនេះ បាទ បាទសារធាតុមួយសម្រាប់កស៊ូនេះគេដាំមកហើយវាមានធាតុមួយនោះគឺគេហៅដូចបងប្អូនបកកើតដើម្បីជួយឲ្យកសិករយើងចំណេញណា បាទអីគេលោកគ្រូ គឺសាជូខៀវក៏យើងហៅថា copper បាទ copper នោះវាមានតួនាទីកម្ចាត់ផ្សិតកាឡាកម្ចាត់កតាចង្រៃនៅលើសបកធ្វើឲ្យសបកទុនងាយស្រួលជាសំខាន់គឺបើកបំពង់ទឹកជ័រ បាទអូ ចឹងប្រើតែអានឹងមួយ តែបងប្អូនរបស់យើងថ្ងៃនេះបានជួបគ្រូបាទជំរាបសួរគ្រូបាទសុខសប្បាយគ្រូ សុខសប្បាយទេ បាទអរគុណមែនតើថ្ងៃនេះគឺមានចំណេះដឹងថ្មីដើម្បីចែកម្លែកបងប្អូនហើយដោយសារតែបានចុះមកជាមួយលោកគ្រូយុនសុផាប្រធានយកចែកទៅរបស់ក្រុមហ៊ុនហ៊ុយយុនតែពិតមកដល់ចំការកស៊ូនេះខ្ញុំមានអារម្មណ៍ប្លែកមួយបាទរឿងថាគឺមានការដាំដុះច្រើនមែនតើបាទខ្ញុំអត់នឹកស្មានថាពេលចូលមកដល់ទឹកដីខាងមេមត់នេះគឺកស៊ូច្រើនមែនតើបាទហើយអ្វីដែលចង់សួរតើការលោកគ្រូផ្ទាល់ខ្ញុំសំណួរមានតែ2 3ឯងសំណួរទី1បាទខ្ញុំចង់សួរថាលោកគ្រូយើងគួរតែមានបច្ចេកទេសអីខ្លះដើម្បីយើងធ្វើកស៊ូទៅយើងទទួលបានផលចំណេញពីកស៊ូច្រើន បាទតាមពិតទៅវាយើងនិយាយអំពីការគ្រប់គ្រងកស៊ូយើងខ្ញុំយកតែ3ចំណុចធំដើម្បីឲ្យជាកសិករយើងហ្នឹងគឺធ្វើទៅហើយនឹងបានផលខ្ពស់បាទទី1គឺការបច្ចេកទេសនៃការគ្រប់គ្រងដើមបាទការគ្រប់គ្រងដើមនេះយើងចង់និយាយអំពីការថែទាំសបកបាទឲ្យសបកវាក្រាស់បាទការបើកបំពង់ទឹកជ័រនៅក្នុងសបកអញ្ចឹងសបកយើងទី1នេះអាសបកខាងក្រៅនេះគេហៅសបករឹងបាទហើយសបកនៅខាងបន្ទាប់ខាងក្នុងសាច់ខាងបន្ទាប់ទៅហ្នឹងគឺសបកទឹកជ័របាទអញ្ចឹងបំបកដែលទឹកផលិតទឹកជ័រនេះគឺវាមានបំពង់ទឹកជ័រវានៅក្នុងហ្នឹងអញ្ចឹងកសិករយើងភាគច្រើនគឺគាត់បានតែថែទាំសបកនៅខាងក្រៅទេ សបករឹងតែគាត់អត់បាននឹកគិតទៅដល់ការបើកបំពង់ទឹកជ័រហ្នឹងឲ្យទឹកជ័រដូចយើងកំពុងសៃឈាមយើងឲ្យមានចរន្តឈាមដើរស្រួលអញ្ចឹងណាបាទអញ្ចឹងយើងមានការគ្រប់គ្រងដើមហ្នឹងគឺមាន2ហ្នឹងហើយនឹងការជាចំណុចទី2គឺជាយើងត្រូវមានបច្ចេកទេសជាបាទអញ្ចឹងមានការបើកមុខជាយើងបើកមក1 ម៉ែត្រឬក៏1 ម៉ែត្រ 2 ទឹកអញ្ចឹង1 ម៉ែត្រ 2 ទឹកមានយើងដេញមកឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3បាទហើយបានយើងដូរមកឆ្នាំយើងឡើងមកនេះ1 ម៉ែត្រយើងជា1 ម៉ែត្រ 2 ទឹកយើងឡើងមកនេះ1 ម៉ែត្រ 3បាទអញ្ចឹង1 ម៉ែត្រ 3 វាទៅជាឆ្នាំទី4ឆ្នាំទី5ទី6គេបាទទី6ហើយយើងអត់បើកមកខាងនេះវិញទៀតទេតែគេបើកទៅមុខផ្កាប់ខាងលើវិញបាទបើកមុខផ្កាប់3ឆ្នាំទៀតសិន មូលហេតុអីក៏បានយើងបើកអានេះគឺយើងការដែលឲ្យវាមុខរបួសខាងក្រោមវាសះបានល្អដុសសាច់បានល្អហើយការបដូរចរន្តនៃសរសៃជ័របែបនេះគឺមានន័យថាវាសំយោគស្មើបាទគេហៅថាការយើងបើកមុខក្រោមគឺវាសំយោគទាញបើពីខាងក្រោមហើយយើងបើកមុខលើវាជួយការសម្រួលនៃការស្រូបទាញពីខាងលើដើម្បីផលិតទឹកជ័រដូចគ្នាបាទហើយក៏វាងាយស្រួលនៅក្នុងការជាដែរបាទសុំកាត់ផ្សាយគ្រូបើសិនជាយើងបើកមុខលើបើនេះយើងទុករយៈពេលឲ្យបាទខាងក្រោមនេះ6ឆ្នាំបាទមាន6ឆ្នាំនេះមិន3ឆ្នាំបាទនេះ3នេះមិន6ឆ្នាំ6យើងបើកលើ3វិញទៀតមកវាឡើង9 9បានយើងចុះមកជា10វិញ11 12គេបានមក13 14បានផ្ដាច់ខាងលើវិញទៀតគេអូវិលជុំបាទវិលជុំអញ្ចឹងវាធ្វើជាបែបនេះគឺវាធ្វើឲ្យយើងជាបានយូរហើយអាយុកាលដែលជាកស៊ូតាមពិតទៅគេជាដល់60ឆ្នាំបាទតកូនតចៅតែយើងថ្ងៃនេះឃើញកស៊ូចកានេះជាអត់បានតកូនតចៅទេគឺខូចអស់លេងមកបាទខូចច្រើននេះគឺហៅការគ្រប់គ្រងដើមការគ្រប់គ្រងដើមនេះមាន3ចំណុចថែទាំសវកខាងក្រៅឲ្យទុនស្រួលជាបើកបំពង់ទឹកជ័រឲ្យធំដើម្បីបង្កើនទឹកជ័រហើយនឹងបច្ចេកទេសជាបាទទី3គឺខាងក្រោមគឺដីបាទដីអញ្ចឹងដីតាមពិតទៅលោកបរិយដីកសិកម្មទាំងអស់ជាពិសេសដីកស៊ូដែលយើងធ្វើយកដីល្អមួយគេហៅដីក្រហមណាដូចយើងនៅកំពង់តែឈរនេះគឺដីក្រហមហើយដីនេះគឺជាដីដែលកកើតជីខ្លួនឯងបាទតាមពិតកសិករយើងតែងតែគិតថាយកជីច្រើនមកធ្វើនៅចកាដើម្បីខាតលុយទិញជីតែតាមពិតជីដែលនាំយកមកដាក់នៅក្នុងដីចំការយើងតិចតួចទេបាទគេហៅគ្រាន់បំពេញបន្ថែមទេអញ្ចឹងហ៊ុយយន្តផលិតជីនេះមិនផលិតលក់ដើម្បីឲ្យកសិករនាំយកមកប្រើ 100% លុយចំការទេគ្រាន់តែលក់បំពេញបន្ថែមហើយនឹងលក់ដែលអ្វីដែលជាការកែបញ្ហានៅក្នុងដីហ្នឹងឲ្យខ្លាចជាជីជាក់ស្ដែងដូចឥឡូវយើងឃើញធនធាននៅក្នុងចការនេះផ្ទាល់ណាសិតតែដើមកណ្ដៀងខេត្តមកអូបាទមែនជាក់ស្ដែងខ្ញុំមកឃើញដើមកណ្ដៀងខេត្តច្រើនបាទអញ្ចឹងធនធានបែបនេះគឺមានន័យថាកើតជីនៅក្នុងចំការតែម្ចាស់ចំការអត់ចេះផលិតជីបាទគេផលិតទៅមិនគ្រូអញ្ចឹងថ្ងៃនេះគឺយើងចង់ជម្រាបជូនថាក្រៅទៅពីការតំណដែលខ្ញុំធ្លាប់ចេញคลิปលោកអគ្គនាយកធ្លាប់ចេញคลิปថានេះសបកកស៊ូស្លឹកកស៊ូឬក៏ការតំណផ្សេងយើងបាយកបោខ្លាចជាជីដើមកណ្ដៀងខេត្តហ្នឹងជីរឹតតលេខមួយបន្ថែមពីលើអាកាសសំណល់ទៀតអញ្ចឹងយើងគ្រាន់តែកាប់វាឲ្យច្រាមវាឲ្យវាបានទៅជា4 5កណាត់ទេបាទជួគេកាត់ទៅអានេះមិនចាំតែបាញ់បាទកាត់ស្មៅឬក៏យើងមកច្រាមវាអញ្ចឹងណាអានេះហើយគឺពេលខ្លះគាត់ឃើញបែបនេះទៅបាញ់ណាំស្មៅអញ្ចឹងអានឹងលែងកើតជាជីបាត់
ហើយជាពលវិញអញ្ចឹងបើសិនជាមានធនធានបែបនេះហើយយើងគ្រាន់តែកាត់វាហើយបាច់ម្សៅកបោតែដែរអញ្ចឹងម្សៅកបោមិនត្រឹមតែបង្កើតជីនៅក្នុងដីទេកាច់អាកាសសំណល់ផ្សេងៗឲ្យខ្លាយទៅជាជីហើយលុបបំបត្តិនៅពួកកតាចង្រៃរហូតដល់ 60% អញ្ចឹងវាកើតជីនៅក្នុងដីវិញបាន 60% អញ្ចឹងគេប្រើតែ 30% ទេជីអញ្ចឹងការគ្រប់គ្រងដីមុនគេបង្អស់ប្រជាកសិករទាំងអស់គឺត្រូវតែបាច់កបោដើម្បីទាញជីក្នុងដីបង្កើតជីក្នុងដីឲ្យទាញអាស៊ីតឲ្យចុះទាបដើម្បី pH វាឡើងព្រោះកស៊ូផលិតទឹកជ័របានឬក៏ DC របស់ទឹកជ័របានគឺដោយសារតែ pH អញ្ចឹងកាលណាតែ pH វាខ្ពស់អាស៊ីតចុះទាបគឺការផលិតទឹកជ័របានល្អបាទបន្ទាប់មកគឺយើងគ្រាន់តែយើងយកជីធម្មជាតិដើម្បីមកជួយដាក់ប្រមាណ 40% មកតាមប្រព័ន្ធនេះតាមពិតទៅយើងត្រូវប្រើតាម1គីឡូកន្លះទេជី1គីឡូកន្លះតែបើមិនយកអត់ជាផលិតជីក្នុងដីដើរប្រព័ន្ធនេះដើម្បីផលិតទឹកជ័របានត្រូវប្រើ15គីឡូបាទប្រើ15គីឡូហ្នឹងសួរថាយើងចង់បានយកជីទិញមក5គីឡូមកផលិតដើម្បីបង្កើតលុយឬក៏យើងផលិតជីនៅខាងក្រោមដើម្បីកាត់បន្ថយលុយបាទអញ្ចឹងកន្លែងហ្នឹងគឺសំខាន់អញ្ចឹងកន្លែងហ្នឹងចំណេញខាតបងប្អូនដឹងហើយអញ្ចឹងគឺដោយការរៀបរាប់របស់គ្រូមានតាំងពីបច្ចេកទេសនៃការថែសបកបាទការបើកបំពង់ជ័របច្ចេកទេសនៃការជាចុងក្រោយបំផុតហ្នឹងគឺការធ្វើជីក្នុងដីបាទគឺជារឿងសំចៃមួយដែលបងប្អូនម្ចាស់ចំការជាពិសេសគឺកស៊ូតែម្ដងណាគួរតែយកចិត្តទុកដាក់នឹងសិក្សាទៅលើចំណុចតូចៗទាំងអស់ហ្នឹងដើម្បីកាត់បន្ថយថ្លៃដើមការចំណាយហើយអរគុណគ្រូមែនតើហើយមានបងប្អូនម្ចាស់ចំការកស៊ូច្រើនណាបាទគាត់ឆាតចូលនៅក្នុង page ឬក៏គាត់សាកសួរមកខាងខ្ញុំអីហ្នឹងគាត់ថាធ្វើកស៊ូអត់ទៅចំណេញបាទបានតែចំណេញបើយើងយកជី 100% មកដាក់អញ្ចឹងយើងត្រូវចេះបង្កើតជីបាន 60% ក្នុងដីហើយការបង្កើតជីហ្នឹងអស់ធនធានតិចមែនទែនមួយសៅកបោតែ 4B ស្មើនឹង200គីឡូឬក៏ 6B ស្មើនឹង300គីឡូនេះបើយើងគិតជាលុយវិញមួយគុំប្រហែលជាអស់ប្រហែលជា500រៀល500រៀលទេបាទនៅ500រៀលឬក៏ផ្ទៃដីទាំងមូលនេះបើចែកជា 10000 ការ៉េទៅណាបាទវាអស់ប្រហែលជាយើងនិយាយថា 50000 6ដង 30អញ្ចឹងវាអស់ 300000 អញ្ចឹង 300000 ក្នុងដីមហាតានេះយើងកើតជីមក 60% បើគិតជាលុយដែលយើងត្រូវទិញជីវាស្មើនឹង4គីឡូក្នុងដើម4គីឡូក្នុងមួយដើម4គីឡូហើយយើងគុណនឹង555ដើមវិញទៅតើយើងធៀបជាមួយនឹង 300000 វិញគឺខុសគ្នាមេឃឯនឹងដីអានេះគឺចំណេញជីមួយហើយសំខាន់មួយទៀតគេហៅបើកបំពង់ទឹកជ័រនេះបាទសារធាតុមួយសម្រាប់កស៊ូនេះគេដាំមកហើយវាមានធាតុមួយនោះគឺគេហៅដូចបងប្អូនបង្កើតដើម្បីជួយឲ្យកសិករយើងចំណេញណាបាទអីគេលោកគ្រូគឺសាជូខៀវក៏យើងហៅថា copper បាទ copper នោះវាមានតួនាទីកម្ចាត់ផ្សិតកាឡាកម្ចាត់កតាចង្រៃនៅលើសបកធ្វើឲ្យសបកទុនងាយស្រួលជាសំខាន់គឺបើកបំពង់ទឹកជ័របាទអញ្ចឹងប្រើតែអានឹងមួយនៃប្រទេសជិតខាងយើងវៀតណាមវៀតណាមគឺខ្ញុំទៅចការកស៊ូខាងវៀតណាមគឺដៃគូរបស់គេគឺអានឹងគេហ៊ានប្រើរហូតដល់5ពលៀកម្ដងបាទតែខ្ញុំសូមឲ្យប្រជាកសិករយើងនេះបាទមុនបើកមុខជាសូមឲ្យបាន2ដងហើយនៅពេលបើកមុខជាខ្ញុំសូមឲ្យ10ពលៀកម្ដងតែខាងកសិករយើងជាច្រើនធ្វើអត់បានហើយអញ្ចឹងទៅត្អូនថាខាតត្អូនថាជាប់ចេញត្អូនថាកៀងជាប់បាញ់អត់ពិបាកបាញ់នេះគ្រាន់ចូលពីខាងក្រោមបាញ់ទៅលើទៅដល់តាណាទៅណាបានតែហ្នឹងទៅហើយចុះមកវិញតែប៉ុណ្្នឹងទៅជោគទៅបាទហើយដល់ក្រោយទៀតយើងបាញ់មកជ្រុងទៀតក្រោយទៀតមកជ្រុងទៀតអញ្ចឹងវិលជុំ10ខែហ្នឹងគឺយើងបាញ់ទៅវាស្មើនឹងមួយខែម្ដងវាស្មើ10ដងបាទ10ដងវាស្មើនឹងមកជុំវិញដល់បានទទួលអាពួកហ្នឹង10ដងបាទអរគុណមែនតើលោកគ្រូអរគុណលោកគ្រូដូចគ្នាបាទសម្រាប់ការចូលរួមចែករំលែកនៅបច្ចេកទេសដែលបងប្អូនយើងចង់ដឹងចង់ឃើញហើយជាពិសេសគឺចង់បានផលចំណេញពីកស៊ូរបស់គាត់ដែលគាត់ដាំនេះហើយយកការកស៊ូប៉ុណ្ណេះសមថាពេញនឹងឲ្យផលតែម្ដងបាទអញ្ចឹងដើម្បីកាត់បន្ថយថ្លៃដើមតើបងប្អូនសិក្សាពីបច្ចេកទេសបានល្អបាទដូចចំណុច3ខាងអ្វីដែលគ្រូបានជំរាបជូនមិញណាបាទជាពិសេសការបង្កើតជីក្នុងដីបាទគឺជារឿងសំខាន់អរគុណមានคลิปបច្ចេកទេសល្អៗចំណេះដឹងល្អៗនឹងចែករំលែកជូនពុកម៉ែបងប្អូននៅក្នុងកម្មវិធីទីកសិករខ្មែរក៏ដូចជាបងប្អូនអាចតាមដានក្នុង Page PNI TV ផងដែរអរគុណ